បីតែថៃគ្នាឯងក៏វាចង់ឲ្យថៃនឹងចូលតុចរចាដែរបងប្អូនទាំងអស់គ្នាអតីតមន្ត្រីយោធាថៃម្នាក់បានអំពាវនាវឲ្យរដ្ឋាភិបាលនឹងពន្លឿនការចូលរួមនៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនកម្ពុជាថៃ JBC ក៏ដូចជាជំរុញដំណើរការខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរឲ្យបានច្បាស់លាស់ស្របទៅតាមច្បាប់ហើយនឹងយន្តការអន្តរជាតិដើម្បីកាត់បន្ថយជម្លោះក៏ដូចជារក្សានៅសន្តិភាពនៅតាមតំបន់ព្រំដែននៅក្នុងកិច្ចសម្ភាសជាមួយនឹងសារព័ត៌មានលោកផុងសាកនរតឈម្ភូបានលើកឡើងថាប្រទេសថៃនឹងគួរតែអនុវត្តនៅយុទ្ធសាស្ត្រការទូតឲ្យកាន់តែសកម្មនៅលើឆាកអន្តរជាតិដើម្បីបង្ហាញអំពីជំហររបស់ខ្លួននៅក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីក៏ដូចជាជៀសវាងនៅការបាត់បង់ប្រៀបនៅក្នុងការបង្ហាញព័ត៌មានទៅកាន់សហគមន៍អន្តរជាតិក៏ដូចជាវេទិកាសហប្រជាជាតិលោកក៏បានស្នើសុំឲ្យរដ្ឋាភិបាលថៃនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្ដាប្រទេសមហាអំណាចហើយនឹងគាំទ្រនៅការប្រើប្រាស់យន្តការរបស់ JBC ជាមធ្យោបាយសំខាន់មួយនៅក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែនឲ្យបានច្បាស់លាស់ហើយស្របទៅតាមច្បាប់អន្តរជាតិលោកក៏បានបញ្ជាក់ថាការខណ្ឌសីមាព្រំដែនឲ្យបានច្បាស់លាស់គឺជួយកាត់បន្ថយជម្លោះទប់ស្កាត់ការបង្កហេតុក៏ដូចជាបន្ថយនៅហានិភ័យនៃការប៉ះទង្គិចតាមតំបន់ព្រំដែនហើយបន្ថែមពីលើនេះលោកក៏បានផ្ដល់អនុសាសន៍ទៅដល់រដ្ឋាភិបាលថៃថាគួរតែពង្រឹងនៅកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសមហាអំណាចជាពិសេសគឺអាមេរិកដោយផ្អែកទៅលើស្មារតីនៃសេចក្តីថ្លែងការណ៍ទីក្រុងកូឡាឡាំពួរក្នុងការគាំទ្រទៅដល់ដំណើរការសន្តិភាពនិងការចរចាខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរអតីតមន្ត្រីយោធាថៃរូបនេះក៏បានបន្ថែមផងដែរថាប្រសិនបើភាគីទាំងពីរអាចកំណត់ខ្សែបន្ទាត់ព្រំដែនបានច្បាស់លាស់និងមានយន្តការធានាសន្តិសុខរួមប្រកបដោយប្រសិទ្ធភាពនោះថៃគួរតែពិចារណាប្រកល់តំបន់ដែលខ្លួនចូលគ្រប់គ្រងជាបណ្ដោះអាសន្ននេះត្រឡប់ទៅគេវិញការលើកឡើងរបស់អតីតមន្ត្រីយោធាថៃរូបនេះគឺជាការរំលឹកទៅដល់រដ្ឋាភិបាលថៃថាការបង្ហាញពីភាពរឹងប៉ឹងតែមាត់គឺមិនអាចជំនួសការចរចានិងការអនុវត្តតាមយន្តការច្បាប់អន្តរជាតិបានឡើយប្រសិនបើចង់បញ្ចប់ចំនួនពិតប្រាកដមែនការដែលចូលតុចរចាក៏ដូចជាការកំណត់នៅខ្សែបន្ទាត់ព្រំដែនឲ្យបានច្បាស់គឺជាជំរើសដែលមិនអាចគេចវេះបានឡើយបងប្អូនសំបីតែថៃគ្នាឯងខ្លួនវានឹងក៏វាចង់ឲ្យថៃចូលតុចរចាដែរអញ្ចឹងចាំមើលថាតើរដ្ឋាភិបាលដែលលំមប់នឹងអំណាចដោយអនុទិននឹងធ្វើយ៉ាងណា